រឿងនេះវាចាប់ដើមឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៅពេលល្ងាចដែលព្រះអាទិត្យរៀបនឹងលិចបរិសម្នាក់ដែលមានឈ្មោះថា Boy ដើរគូកណ្ដឹងប្រកាសប្រាប់អ្នកភូមិថានាំគ្នាចូលផ្ទះបិទទ្វារចាក់សោឲ្យលឿនមនុស្សដែលបានស្ដាប់ឮសំឡេងកណ្ដឹងពួកគេក៏អរេរដែរគឺបើទោះបីជាពួកគេកំពុងតែជាប់ដៃធ្វើការងារអីក៏ដោយក៏ទុកការងារនឹងចោលបញ្ញាប់ចូលទៅក្នុងផ្ទះហើយសូម្បីតែហាងដែលកំពុងតែមានភ្ញៀវនោះក៏ដេញភ្ញៀវចេញហើយនឹងបញ្ញាប់បិទហាងនឹងដែរមនុស្សគ្រប់គ្នាដែលបានចូលក្នុងផ្ទះរបស់គេរួចក៏បញ្ញាប់នាំគ្នាបិទទ្វារប្អួចចាក់កន្លឹះនិងឆែកមើលដុំថ្មសុវត្ថិភាពដែលពួកគេបញ្យួរនៅមុខផ្ទះដើម្បីឲ្យប្រកាសថាពួកគេនឹងមានសុវត្ថិភាពនៅយប់នេះតែនៅក្នុងនោះមានផ្ទះមួយដែលអត់ទាន់បានបិទទ្វារដោយមាននារីម្នាក់កំពុងតែឈររងចាំប្តីរបស់នាងត្រឡប់មកផ្ទះវិញចំណែកប្តីជើងល្អរបស់នាងវិញកំពុងតែដេកស្លាប់នៅទៀនស្រាដោយម្ចាស់ហាងស្រាហ្នឹងដាស់គេអត់ភ្ញាក់គាត់ក៏សម្រេចចិត្តដាក់ថ្មសុវត្ថិភាពនៅទីនោះមួយរួចបិទទ្វារហាងហ្នឹងឲ្យបរិសុទ្ធប្រមឹកម្នាក់ហ្នឹងដេកនៅក្នុងហ្នឹងមកយប់សិនទៅរួចម្ចាស់ហាងហ្នឹងក៏បញ្ញាប់ធ្វើដំណើរមកផ្ទះគេវិញដែរនារីម្នាក់នោះឃើញថាមេងងឹតលែងមានសុវត្ថិភាពអាចចំហទ្វារចាំប្តីបានទៀតហើយនាងក៏បិទទ្វារចាក់កលឹះនិងប្រាប់កូនស្រីតែម្នាក់គត់របស់នាងថាឲ្យចូលទៅគេងទៅក្មេងស្រីម្នាក់នោះក៏បានបន់ព្រះរួចបំរុងនឹងចូលគេងហើយស្រាប់តែនាងឮសំឡេងយាយចាស់ម្នាក់នៅមាត់ប្អួយនៅពេលដែលនាងទៅទាញយ៉ាងនន់មើលឃើញស្ត្រីចំណាស់ម្នាក់ឈរនៅទីនោះនិងយាយដាក់នាងដោយសម្ដីផ្អែមល្ហែមថាចៅសំណប់អើយលោកយាយនឹកចៅខ្លាំងណាស់ក្មេងស្រីម្នាក់នោះក៏តបវិញថាតែលោកយាយរបស់ខ្ញុំមិនមែនមានមុខអញ្ចឹងឯណាភ្លាមនោះម្ដាយរបស់ក្មេងស្រីម្នាក់នេះក៏មកដល់ក៏បានស្រែកឲ្យកូនហ្នឹងចេញឆ្ងាយពីប្អួយប៉ុន្តែក្មេងស្រីម្នាក់ហ្នឹងមិនត្រឹមតែចាក់ចេញឆ្ងាយពីប្អួយទេនាងថែមទាំងបានបើកប្អួយហ្នឹងទៀតផងហើយភ្លាមនោះក៏ស្រាប់តែព្រឹកស្អែកប្តីប្រមុខម្នាក់នោះស្វាងក៏ដើរត្រឡប់មកផ្ទះរបស់គេវិញមកដល់មុខផ្ទះបរិសម្នាក់នេះចម្លែកចិត្តមែនតើដោយសារតែឃើញមនុស្សជាច្រើនកំពុងតែឈរនៅមុខផ្ទះរបស់គេជាមួយនឹងទឹកមុខភ័យខ្លាចបរិសម្នាក់នោះក៏ដើរចូលក្នុងផ្ទះឃើញប្រពន្ធនិងកូនស្រីរបស់គេស្លាប់ដោយសាហាវបែបនេះគេធ្វើអីអត់ចាញ់ទេបានត្រឹមតែក្រាបមុខចុះអោនយំតែប៉ុណ្ណោះបន្ទាប់មកយើងឃើញម៉ាស៊ីនចាក់ចម្រៀងមួយនេះវាដំណើរការដោយខ្លួនឯងនៅឈុតបន្ទាប់យើងឃើញគ្រួសារមួយដែលមានសមាជិក4នាក់កំពុងតែជិះឡានលើផ្លូវ highway បន្ទាប់មកពួកគេក៏បាត់ចូលក្នុងផ្លូវតូចមួយដើម្បីបន្តដំណើរទៅកាន់គោលដៅរបស់គេជិះលើផ្លូវតូចនេះបានយូរបន្តិចពួកគេក៏ទៅដល់កន្លែងមួយដែលមានដើមឈើមួយរលំបាំងផ្លូវអ្នកទាំង4ក៏នាំគ្នាចុះមកមើលទាំងឆ្ងល់ហើយភ្លាមនោះក៏មានក្អែកជាច្រើនចេញមកមើលទៅអត់សូវស្រួលគ្រួសារមួយនេះក៏នាំគ្នាចូលក្នុងឡាននិងបញ្ញាប់បើកត្រឡប់ក្រោយវិញជិះឡានត្រឡប់ក្រោយមិនយូរប៉ុន្មានទូរស័ព្ទរបស់ពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមអស់សេវាផ្លូវដែលពួកគេជិះចេញពីច្រកផ្លូវ highway នឹងមកគឺមានតែមួយឯងដូច្នេះបើសិនជាពួកគេជិះត្រឡប់ក្រោយបែបហ្នឹងគឺពួកគេគួរតែត្រឡប់ទៅដល់ផ្លូវ highway វិញមែនអត់វាគួរតែអញ្ចឹងប៉ុន្តែចម្លើយគឺអត់ទេពួកគេជិះយូរទៅក៏ទៅដល់ភូមិមួយដែលជាភូមិមានរឿងកើតឡើងកាលពីយប់មិញហើយនៅមាត់ភូមិនោះមានក្មេងស្រីម្នាក់ដែលមានឈ្មោះថាសារ៉ាអង្គុយសម្លឹងមើលឡានរបស់ពួកគេដោយកសែភ្នែកដ៏ចម្លែកបើកឡានចូលក្នុងភូមិនេះបានបន្តិចគ្រួសារមួយនេះក៏ទៅដល់កន្លែងដែលគេធ្វើពិធីបុណ្យសពដែលមនុស្សកំពុងតែឈរនៅទីនោះឡើងច្រើនដើម្បីបញ្ចុះសពម្ដាយកូន2នាក់នោះគ្រួសារនេះក៏សម្រេចចិត្តឈប់ឡាននៅត្រង់នេះដើម្បីរងចាំសួរពេលដែលបុណ្យសពនោះចប់សពគ្រប់មនុស្សគ្រប់គ្នាក៏បំបែកផ្លូវទៅធ្វើរឿងរៀងខ្លួនប៉ុន្តែអត់មានគេម្នាក់ឡើយដែលព្រមនិយាយរកជិមកំពុងតែឆ្ងល់ថាហេតុអីក៏អ្នកភូមិនេះរឹកម្លេះបើក៏មកសួរគេថាមានកាយជីនថាគេវង្វេងផ្លូវគេចង់សួរថាតើផ្លូវមួយណាដែលអាចនាំគេឡើងទៅលើផ្លូវ highway វិញបានបយតបថានៅក្នុងភូមិនេះមានផ្លូវចេញចូលតែពីរឯងបើលោកជិះចូលភូមិតាមផ្លូវហ្នឹងហើយលោកជិះចេញទៅវិញតាមផ្លូវនេះទៅហើយជិះនៅលើផ្លូវនឹងរហូតទៅវានឹងនាំលោកទៅដល់ផ្លូវ highway វិញហើយជីមធ្វើតាមប៉ុន្តែគេបែរជិះត្រឡប់មកកាន់ភូមិនឹងវិញលើកដំបូងពួកគេគិតស្មានថាប្រហែលជាពួកគេនឹងមើលផ្លូវច្រកចេញអត់ទាន់ដូច្នេះពួកគេក៏សម្រេចចិត្តជិះតាមផ្លូវអដែលនឹងម្ដងទៀតហើយលើកនេះក៏ដូចគ្នាគឺពួកគេចូលមកក្នុងភូមិនឹងវិញតាមច្រកដដែលដែលពួកគេបានចូលកាលពីលើកដំបូងពួកគេជិះចេញជាលើកទី3ដោយលើកនេះពួកគេបើកឡានឡើងយឺតហើយនឹងព្យាយាមចែកគ្នាមើលផ្លូវរកច្រកចេញប៉ុន្តែក៏ដូចលើកមុនដដែលគឺពួកគេនៅតែត្រឡប់មកដល់ភូមិនេះវិញម្ដងទៀតរឿងដ៏ចម្លែកកើតឡើងបែបនេះធ្វើឲ្យអ្នកទាំង4ហ្នឹងចាប់ផ្ដើមអត់ស្រួលក្នុងចិត្តហើយប៉ុន្តែពួកគេអត់បោះបង់ទេក៏ជិះឡានទៅតាមផ្លូវដដែលហ្នឹងម្ដងទៀតលើកនេះពួកគេក៏បានជួបឡានមួយ
ហើយក៏ស្រាប់តែBoy និង Kenny ដែលមើលឃើញគ្រោះថ្នាក់មួយនេះក៏បញ្ញាប់រត់មកជួយពួកគេ Kenny ក៏បានយកបរិមម្នាក់ឈ្មោះថា Tony ដែលជិះឡានពណ៌ខ្មៅបានជូនទៅកាន់ពេទ្យភូមិរបស់ពួកគេហើយបរិមម្នាក់ទៀតដែលមានឈ្មោះថា Jade ជិះឡានពណ៌ខ្មៅជាមួយនឹង Tony ដែរគេក៏បានទុកនៅទីនឹងសិនហើយអ្នកភូមិ 3-4-5 នាក់ទៀតក៏នាំគ្នាមកជួយគ្រួសារមួយនោះដែលកំពុងតែជាប់នៅក្នុងឡានកលាប់ក្រុមអ្នកភូមិនេះអាចយក Jim ដែលជាឪពុកថាបាសាដែលជាម្ដាយJulie ដែលជាបងស្រីចេញពីឡាននឹងបានចំពោះ Ethan ដែលជាកូនប្រុសពៅរបស់គ្រួសារនេះវិញដោយសារតែមានមែកឈើមួយចាក់ធ្លុះទាំងឡានហើយធ្លុះទាំងសាច់ជើងរបស់គេទៀតដូច្នេះហើយធ្វើឲ្យអ្នកភូមិនឹងពិបាកក្នុងការជួយ Ethan ឲ្យចេញពីឡាននឹងបានមែនតើមេឃកាន់តែជិតងងឹតមនុស្សគ្រប់គ្នាក៏ចិត្តអស់សុវត្ថិភាពដែរដូច្នេះ Trudy ដែលជាគ្រូពេទ្យប្រចាំភូមិនឹងក៏មកនិយាយប្រាប់ Boy ថានាងអាចជួយ Ethan ឲ្យចេញពីឡាននឹងមុនពេលមេឃងងឹតបានទេបើសិនជាពួកគេនៅចង់ជួយ Ethan គឺទាល់តែពួកគេបន្ថយជីវិតនៅក្នុងព្រៃនេះទាំងយប់ទើបបាន Boy ថាពួកគេនឹងជួយ Ethan រួចគេក៏និយាយប្រាប់ Jim ថានៅទីនេះមនុស្សអាចនៅក្រៅផ្ទះបន្ទាប់ពីមេឃងងឹតបានទេដូច្នេះប្រពន្ធនិងកូនស្រីរបស់ Jim ត្រូវតែប្រញាប់ធ្វើដំណើរទៅភូមិវិញជាមួយនឹងអ្នកភូមិដទៃទៀតឲ្យបានមុនមេឃងងឹតចំណែកឯ Jim វិញមានសិទ្ធិជ្រើសរើសដោយគេចង់ទៅជាមួយនឹងប្រពន្ធកូនគេក៏បានឬក៏គេចង់នៅក្នុងព្រៃនេះដើម្បីជួយកូនប្រុសរបស់គេជាមួយនឹង Trudy ក៏បាន Jim ជ្រើសរើសនៅទីនេះបន្ទាប់មកមនុស្សឯទៀតក៏ប្រញាប់ធ្វើដំណើរទៅភូមិវិញលើកលែងតែ Jim, Trudy ហើយនិង Boy តែប៉ុណ្ណោះដែលពួកគេចូលក្នុងឡានដើម្បីជួយ Ethan ដោយនៅពេលដែលពួកគេចូលក្នុងឡានភ្លាម Trudy ក៏ចាប់ផ្ដើមបន្តទៅជួយ Ethan តទៀតចំពោះ Boy វិញគេក៏ដើរយកកណាត់មកចងនៅប្អួចរួចចងនំថ្មសុវត្ថិភាពនៅក្នុងឡានហ្នឹងដើម្បីឲ្យឡាននេះជារបាំងការពារសុវត្ថិភាពសម្រាប់ពួកគេនៅយប់ហ្នឹងស្របពេលនឹងដែរនៅក្នុងពេទ្យភូមិនេះវិញស្ងាត់ល្អមែនតើគឺមានតែ nurse ម្នាក់ដែលកំពុងតែរវល់កំដរតាចាស់នៅជាន់ក្រោមដីហើយនៅជាន់លើគឺមានតែ Tony និង Sarah តែប៉ុណ្ណោះ Sarah ពីដំបូងមកអង្គុយមើលថែ Tony បន្ទាប់មកនាងក៏និយាយដាក់ Tony ថានេះមិនមែនជាកំហុសរបស់លោកទេរួចនាងក៏បានយកក្បិតមកចាក់សម្លាប់គេបាត់បន្ទាប់ពីនេះ Sarah ក៏បានដោះដុំថ្មសុវត្ថិភាពចេញពីពេទ្យនឹងរួចនាងក៏ប្រញាប់ធ្វើដំណើរទៅផ្ទះនាងវិញឲ្យបានមុនពេលមេឃងងឹតចំណែក nurse ដែលរវល់តែមើលថែលោកតាម្នាក់នៅជាន់ក្រោមវិញដោយសារតែនាងរវល់ខ្លាំងពេកហ្នឹងទើបធ្វើឲ្យនាងអត់បានមកពិនិត្យថាទ្វារបិទឬនៅទេទុំរាំតែនាងមានពេលឡើងមកជាន់លើដើម្បីពិនិត្យមើលគឺវាយឺតពេលបាត់ទៅហើយដោយសារតែពេលហ្នឹងឯងបងប្អូនគ្នាគឺមានបិសាច2នាក់កំពុងតែឈរញញឹមនៅមាត់ទ្វារនាងក៏ព្យាយាមរត់គេចខ្លួនបិសាចទាំង2នាក់ហ្នឹងដើរតាមហើយនាងនិងលោកតាម្នាក់នោះក៏ត្រូវបានបិសាចទាំងនេះសម្លាប់យ៉ាងសាហាវព្រៃផ្សាយត្រឡប់មកកាន់ក្រុមអ្នកភូមិដែលព្យាយាមធ្វើដំណើរត្រឡប់មកផ្ទះវិញពួកគេខិតខំព្យាយាមជិះឡានឲ្យលឿនមែនតើប៉ុន្តែជាអកុសលឡាននឹងបានខូចតាមផ្លូវដែលតម្រូវឲ្យពួកគេត្រូវចុះរត់ហើយពួកគេភ័យខ្លាំងមែនតើដោយសារតែមេឃងងឹតហើយពួកគេក៏រត់ទៅដល់ Colony House ពេលដែលអ្នកនៅខាងក្នុងផ្ទះហ្នឹងឮសំឡេងអ្នកខាងក្រៅស្រែកសុំជំនួយបែបហ្នឹងមានអ្នកខ្លះចង់បើកទ្វារឲ្យហើយមានអ្នកខ្លះទៀតអត់ហ៊ានឲ្យបើកទ្វារដោយសារតែពួកគេខ្លាចថាអ្នកដែលកំពុងតែស្រែកសុំជំនួយហ្នឹងមិនមែនជាមនុស្សនៅពេលដែលអ្នកខាងក្រៅកំពុងតែអង្វរឲ្យអ្នកខាងក្នុងបើកទ្វារឲ្យបិសាចជាច្រើនក៏បានលេចមកនៅក្នុងចំណោមនោះមានបិសាចម្នាក់ដែលមានរូបរាងជាប្រុសស្អាតដើរមកគេហើយនឹងនិយាយដាក់ Julie ថា Julie នាងភ្លេចខ្ញុំហើយឬ Julie ដូចជាត្រូវសំណំរបស់គេអញ្ចឹងនាងក៏បានដើរទៅក្បែរបិសាចតែពេលហ្នឹង Kenny ជួយ Julie ទៅគ្រាប់កាភ្លើងនឹងអាចធ្វើអីបិសាចនឹងបានទេប៉ុន្តែដោយសារតែសម្លេងគ្រាប់កាភ្លើងនឹងហើយដែលធ្វើឲ្យអ្នកខាងក្នុងអាណិតនឹងព្រមបើកទ្វារឲ្យពួកគេចូលទៅពួនជាមួយចំពោះឯអ្នកដែលកំពុងតែជួយ Ethan វិញពួកគេកំពុងតែនៅក្នុងឡានបិទចិត្តឈឹងហើយនៅពេលហ្នឹងមេឃងងឹតអត់ទាន់ទេអ្នកទាំងអស់គ្នាបិសាចជាច្រើនចាប់ដើមមកព័ទ្ធជុំវិញឡានហ្នឹងពួកបិសាចទាំងអស់នោះចាប់ដើមគោះទ្វារនិងនិយាយថាអ្នកខាងក្នុងឡានកុំភ័យអីពួកយើងគឺមកទីនេះដើម្បីជួយអ្នកទាំងអស់គ្នាតែប៉ុណ្ណោះ Jim គេអត់ដឹងថានេះគឺជាសម្លេងបិសាចបញ្ឆោតដូច្នេះគេក៏ចង់ទៅបើកទ្វារដើម្បីឲ្យអ្នកនោះមកជួយប៉ុន្តែត្រូវ Boy ខាត់ទាត់និងប្រាប់ Jim ថាហាមបើកទ្វារឬក៏បង្អួចឲ្យពួកវាចូលជាដាច់ខាតដោយសារតែពួកវានឹងមានរូបរាងសម្លេងដូចមនុស្សមែនប៉ុន្តែពួកវាមិនមែនជាមនុស្សដូចយើងនោះទេបើសិនជាយើងហ៊ានទៅបើកទ្វារមកពួកយើងទាំងអស់គ្នានឹងស្លាប់តែហោក្នុងព្រៃនេះខាត
បន្ទាប់មក Trudy ដកឈើចេញពីជើងរបស់ Ethan និងរុំរបួសឲ្យកូននេះបានសម្រេចនៅព្រឹកស្អែក Boy, Jim, Trudy និង Ethan ក៏បានចេញពីឡាននេះធ្វើដំណើរត្រឡប់ទៅភូមិរបស់ពួកគេវិញខណៈពេលដែលគ្រួសាររបស់ Jim កំពុងតែអោបគ្នាទាំងរីករាយ Kenny វិញខូចចិត្តស្ទើរឆ្កួតពីព្រោះតែឪពុកជាទីស្រឡាញ់របស់គេត្រូវបានស្លាប់យ៉ាងអណោចអាធមក្រោយមកទៀតលោកឪពុក Katri គាត់ក៏បាននាំ Jim, Tabitha, Julie ហើយនិង Jade ឲ្យដើរមើលជុំវិញភូមិហើយគាត់ក៏បានប្រាប់ពួកគេអំពីភូមិនេះគាត់ថាប្រជាជននៅភូមិនេះទាំងអស់គ្នាគឺដូចជាអ្នកទាំង4ទាំង5នេះយ៉ាងចឹងគឺពួកគេធ្វើដំណើរសុកក៏វង្វេងផ្លូវចូលមកដល់ក្នុងភូមិនេះហើយបើសិនជានរណាចូលមកដល់ក្នុងភូមិនេះហើយអត់ដែលមាននរណាគេអាចចេញពីភូមិនេះវិញបានឡើយអ្នកដែលជាប់នៅក្នុងភូមិនេះយូរជាងគេគឺ Victor ដោយគាត់បានជាប់នៅក្នុងភូមិនេះតាំងពីគាត់នៅក្មេងរហូតមកដល់គាត់ចាស់ចំណាស់នឹង Katri គាត់ក៏បន្តទៀតថានៅពេលថ្ងៃភូមិនេះគឺធម្មតាប៉ុន្តែនៅពេលយប់វិញគឺបិសាចតែងតែចេញមកអុកលុកភូមិនេះរហូតដោយពួកវាសម្លាប់មនុស្សសាហាវខ្លាំងមែនទែន Katri គាត់បន្តទៀតថាអ្នកទាំងអស់គ្នាអាចនឹងយល់ថាភូមិនេះមានចលាចលពិបាករស់នៅខ្លាំងណាស់ប៉ុន្តែកាលពីពេលដែលមុន Boy ជាប់នៅក្នុងភូមិនេះជីវិតរបស់មនុស្សដែលជាប់នៅក្នុងភូមិនេះគឺពិបាកជាងពេលបច្ចុប្បន្នហ្នឹងទ្វេដងដោយពួកគេត្រូវបិសាចសម្លាប់រាល់តែយប់ហ្នឹងគឺទាល់តែពេល Boy មកដល់ Boy បានរកឃើញនំថ្មមានសុវត្ថិភាព Boy ចេះចែកការងារឲ្យមនុស្សក្នុងភូមិធ្វើហើយគេក៏ជាអ្នកដែលដើរគូសកណ្ដឹងរៀងរាល់ពេលល្ងាចដើម្បីប្រកាសប្រាប់អ្នកភូមិឲ្យចូលទៅក្នុងផ្ទះចាក់ទ្វារចាក់សោគឺដោយសារតែ Boy នេះហើយដែលធ្វើឲ្យពួកគេអាចរស់នៅក្នុងភូមិនេះបានដោយអត់មានបិសាចសម្រាប់អ្នកណាបានដល់ទៅជាង90ថ្ងៃឯណោះគឺទើបតែកាលពីយប់ម្សិលមិញនោះទេដែលរឿងអាក្រក់ចាប់ផ្ដើមកើតឡើងម្ដងទៀតបន្ទាប់ពីនេះលោកឪពុក Katri ក៏បាននាំអ្នកថ្មីទាំង5នឹងទៅកន្លែងមួយដើម្បីឲ្យពួកគេជ្រើសរើសកន្លែងរស់នៅដោយពួកគេអាចជ្រើសរើសនៅ Colony House បានឬក៏បើសិនជាអ្នកណាអត់ចង់រស់នៅ Colony House ពួកគេក៏អាចរស់នៅក្នុងផ្ទះដាច់ដោយឡែកបានផងដែរចំពោះ Jade គេរស់នៅក្នុងផ្ទះដាច់ដោយឡែកចំណែក Ethan, Tabitha ហើយនិង Jim ពួកគេក៏រើសយកផ្ទះដាច់ដោយឡែកដូចគ្នាចម្លែកអីតែ Julie កូនស្រីច្បងរបស់ពួកគេនាងជ្រើសរើសរស់នៅក្នុង Colony House ហើយមិនថាឪពុកម្ដាយរបស់នាងខំបង្វល់ឲ្យនាងចូលទៅរស់នៅផ្ទះជាមួយនឹងពួកគាត់យ៉ាងណាក៏នាងអត់ព្រមដែរបន្ទាប់ពីនេះលោកឪពុក Katri ក៏បាននិយាយផ្ដាំអ្នកចំណូលថ្មីថារៀងរាល់យប់ឡើងអ្នកទាំងអស់គ្នាត្រូវប្រកាសថាបានបិទទ្វារបិទប្អួចហើយនឹងយកថ្មសុវត្ថិភាពនេះទៅចងនៅមុខផ្ទះដរាបណាខ្សែចងថ្មហ្នឹងវានៅតែជាប់ជាមួយនឹងផ្ទះពួកមនុស្សដែលនៅក្នុងផ្ទះនោះនឹងមានសុវត្ថិភាពនៅពេលដែលយើងចងថ្មសុវត្ថិភាពនៅផ្ទះរបស់យើងបែបហ្នឹងបិសាចហ្នឹងវាអាចវាយឬក៏បំផ្លាញកញ្ចក់ប្អួចទ្វារអីដើម្បីចូលមកក្នុងផ្ទះរបស់យើងបានទេគឺវានឹងប្រើសិលវិធីបោកបញ្ឆោតវិញដោយដរាបណាដែលយើងអត់បើកទ្វារឬក៏ប្អួចឲ្យពួកវាចូលមនុស្សដែលនៅក្នុងផ្ទះនោះនឹងមានសុវត្ថិភាពខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែគិតថាអ្វីអាចនឹងត្រឡប់មកស្ងប់ស្ងាត់ដោយការពីមុនវិញហើយរឿងចម្លែកមួយចំនួនទៀតក៏ចាប់ផ្ដើមកើតឡើងដោយ Ethan គេចាប់ផ្ដើមមើលឃើញក្មេងប្រុសម្នាក់ដែលស្លៀកពាក់សហើយ Ethan អត់ហ៊ានប្រាប់រឿងនោះដល់អ្នកណាទេដោយសារតែក្មេងប្រុសស្លៀកពាក់សម្នាក់នោះហាមកុំឲ្យគេប្រាប់នៅល្ងាចថ្ងៃដដែលនោះសារ៉ានាងក៏ចាប់ផ្ដើមឈឺដៃយ៉ាងខ្លាំងនៅពេលដែលនាងមើលទៅលើដៃរបស់នាងទៅឃើញថាសរសៃដៃរបស់នាងឡើងប៉ោងហើមឡើងជាឃ្លាអក្សរមួយថា Kill the boy ឬក៏សម្លាប់ក្មេងប្រុសនោះចោលទៅនៅយប់នោះសារ៉ាអង្គុយពិបាកចិត្តនៅក្នុងបន្ទប់របស់នាងតែម្នាក់ឯងដោយនាងអត់ដឹងទេថានាងគួរសម្លាប់ Ethan ឬអត់គិតសពទៅសារ៉ាយល់ថាបើទោះបីជា Ethan គឺជាក្មេងដែល cute គួរឲ្យស្រឡាញ់ពិតមែនក៏ប៉ុន្តែជីវិតរបស់នាងហើយនឹងជីវិតរបស់អ្នកភូមិដទៃទៀតហ្នឹងគឺមានតម្លៃខ្លាំងជាងជីវិតរបស់កូនក្មេងម្នាក់នេះដូច្នេះស្អែកឡើងសារ៉ាក៏បានធ្វើដំណើរទៅផ្ទះដែល Ethan រស់នៅជាមួយនឹងគ្រួសារគេដើម្បីរកឱកាសសម្រាប់ក្មេងប្រុសម្នាក់នេះឲ្យបាននៅពេលដែលទៅដល់ឃើញ Ethan កំពុងតែនៅជាមួយនឹងឪពុកម្ដាយរបស់គេអញ្ចឹងសារ៉ាក៏បានធ្វើពុតជាបបួល Ethan ហ្នឹងទៅលេងកសិដ្ឋាននៅក្បែរផ្ទះរបស់នាងថាបើសារ៉ាដែលជាម្ដាយឮអញ្ចឹងគាត់ក៏សុំទៅដែរដោយអាចប្រកែកបានសារ៉ាក៏ព្រមឲ្យថាបាសាទៅជាមួយទៅដល់ទីនោះមកសទុះសារ៉ាព្យាយាមបាយម្ដាយកូនពីរនាក់ហ្នឹងចេញពីគ្នាដោយសារ៉ាបានបោកថាបាសានឹងយកនាងទៅឃុំនៅក្នុងនេះរួចសារ៉ានាងក៏កាន់កាបិតមួយដើរមកក្បែរ Ethan សារ៉ានិយាយដាក់ Ethan ថាឲ្យខ្ញុំសុំទោសចំពោះរឿងដែលនឹងកើតឡើងផង
ប៉ុន្តែការលះបង់របស់ឯងមួយនេះវានឹងអាចជួយឲ្យមនុស្សគ្រប់គ្នាចាកចេញពីទីនេះបានបំរុងនឹងអាកសម្រាប់អ៊ីសានហើយស្រាប់តែបងប្រុសរបស់សារ៉ាមកទាន់គាត់ហើយនឹងបតាយបតបជាមួយនាងនៅក្នុងអំឡុងពេលដែលបតាយបតបគ្នានឹងសារ៉ាក៏បានជ្រួលដៃអាករបស់បងប្រុសនាងធ្វើឲ្យគាត់ស្លាប់បាត់អ៊ីសានឆ្លៀតឱកាសនឹងក៏បានរត់ចាកចេញពីទីនេះហើយខណៈពេលដែលសារ៉ាកំពុងតែយំខូចចិត្តមុខសាកសពរបស់បងនាងលោកឪពុក Katri មកដល់នៅឈុតបន្ទាប់យើងឃើញថាបាសាត្រូវបានគេដោះលែងឲ្យចេញមកវិញហើយមនុស្សជាច្រើននៅទីនោះកំពុងតែឈរមើលសាកសពបងសារ៉ាទាំងតក់ស្លុតភ្លាមនោះលោកឪពុក Katri រត់មកទីនឹងវិញហើយគាត់ក៏បានប្រាប់គ្រប់គ្នាថាគាត់មិននឹងព្យាយាមតាមចាប់សារ៉ាដែរប៉ុន្តែគាត់តាមនាងឡើងទាន់នៅពេលដែលសារ៉ារត់ចូលក្នុងព្រៃបូយក៏បាននិយាយទៅកាន់គ្រួសារជីមថាបើសិនជាសារ៉ាចូលក្នុងភូមិវិញមុនពេលមេឃងងឹតពួកយើងនឹងចាប់នាងដាក់ទោសតែបើសិនជានាងអត់ចូលក្នុងភូមិវិញទេនៅយប់នេះនាងនឹងត្រូវបិសាចសម្លាប់ហើយដូច្នេះអ្នកទាំងអស់គ្នាមិនបាច់បារម្ភថាសារ៉ាអាចនឹងគេចខ្លួនរួចត្រឡប់មកធ្វើអំពើអាក្រក់ម្ដងទៀតនោះទេបន្ទាប់ពីនេះមនុស្សគ្រប់គ្នាក៏បែកផ្លូវទៅធ្វើរឿងរៀងៗខ្លួនវិញហើយលោកឪពុក Katri ក៏បានដើរមកជួនក្រោមដីនៃព្រះវិហារជាកន្លែងដែលគាត់រស់នៅហើយនៅទីនេះយើងឃើញថាសារ៉ាកំពុងតែជាប់ចំណងលោកឪពុក Katri ក៏បានសួរនាងថាហើយអ្វីក៏នាងធ្វើរឿងទាំងអស់នេះសារ៉ាក៏សារភាពប្រាប់គ្រប់យ៉ាងនាងថានាងមិនមានបំណងអាក្រក់លើអ្នកណានោះទេអ្វីដែលនាងធ្វើទាំងអស់ហ្នឹងគឺដើម្បីតែជួយឲ្យមនុស្សគ្រប់គ្នាអាចចាកចេញពីភូមិដ៏ចង្រៃនេះបានតែប៉ុណ្ណោះសារ៉ាបន្តទៀតថាមានអ្វីម្យ៉ាងដូចជាវិញ្ញាណខ្មោចយ៉ាងចឹងមកប្រាប់នាងឲ្យធ្វើរឿងទាំងអស់ហ្នឹងដោយពួកវាសន្យាថាបើសិនជានាងធ្វើតាមបញ្ជារបស់ពួកវាទៅពួកវានឹងជួយមិនត្រឹមតែនាងប៉ុណ្ណោះទេគឺមនុស្សទាំងអស់គ្នានៅភូមិនេះតែម្ដងឲ្យចេញពីទីនេះបានសម្រេច Katri គាត់អត់ជឿនឹងអ្វីដែលសារ៉ានិយាយទេបន្ទាប់មកសារ៉ាក៏ចាប់ផ្ដើមខ្លាយទៅជាបែបនេះរួចនាងក៏និយាយថាវិញ្ញាណនោះបានប្រាប់នាងថានៅពេលដែល Katri ជាប់នៅក្នុងភូមិនេះដំបូងគាត់បានយកកាតាបមួយទៅកប់ចោលនៅក្រោមដី Katri ក៏ចាប់ផ្ដើមជឿសារ៉ាពីព្រោះអីគាត់បានយកកាតាបនឹងទៅកប់តាំងពីយូរមកហើយសារ៉ាទើបតែចូលមករស់នៅក្នុងភូមិនេះក្នុងរយៈពេលប្រហែលខែក្រោយនេះតែប៉ុណ្ណោះដូច្នេះហើយបើសិនជាអត់មានវិញ្ញាណប្រាប់នាងទេគ្មានផ្លូវដាច់ខាតដែលសារ៉ាដឹងអំពីរឿងមួយនេះ Katri ក៏បានយករឿងគ្រប់យ៉ាងអំពីសារ៉ាមកប្រាប់បូយគេអត់ខ្វល់អំពីរឿងទាំងអស់ហ្នឹងឯងគឺគេចង់តែយកសារ៉ាហ្នឹងមកដាក់ទោសតែប៉ុណ្ណោះ Katri ក៏អង្វរកុំឲ្យបូយធ្វើរឿងចឹងឯងសូមឲ្យបូយទុកជីវិតឲ្យសារ៉ាទៅព្រោះឯនាងអាចនឹងមានប្រយោជន៍នៅពេលក្រោយបូយក៏ព្រមនៅឈុតបន្ទាប់នៅពេលដែល Julie កំពុងតែដើរមើលជុំវិញ Colony House នាងក៏បានឃើញបាច់ផ្កាដ៏ស្អាតមួយត្រូវបាននរណាគេយកមកទុកចោល Julie ឆ្ងល់មែនតើថានរណាមិនក៏យកផ្កាដ៏ស្រស់ស្អាតបែបហ្នឹងមកទុកចោលអញ្ចឹងតួអង្គនៅក្នុងរឿងនេះអត់ដឹងអំពីការពិតទេប៉ុន្តែចំពោះទស្សនិកជនវិញគេឲ្យដឹងដោយនៅយប់នោះគេបង្ហាញយើងឲ្យដឹងថាមានបរិសម្នាក់រងចាំរហូតទាល់តែអ្នកផ្សេងនៅក្នុង Colony House ហ្នឹងដេកលក់អស់ទើបគេចូលមកក្នុងបន្ទប់ទំនេរមួយនឹងបើកវាំងនរដែលនៅខាងក្រៅហ្នឹងគឺជាបិសាចដែលមានរូបរាងជាស្រីស្អាតម្នាក់កំពុងតែឈរកាន់បាច់ផ្កាដែល Julie បានឃើញកាលពីថ្ងៃមិញស្រីបិសាចហ្នឹងក៏បាននិយាយមកកាន់បរិសនេះថាផ្កាដែលបងជូនអូននេះពិតជាស្រស់ស្អាតខ្លាំងណាស់បរិសនោះតបវិញថាបងពិតជារីករាយណាស់ដែលអូនស្រឡាញ់វាបែបហ្នឹងបិសាចនោះនិយាយទៀតថាអូនចង់នៅក្បែរបងតើពេលណាទៅទើបបងព្រមបើកទ្វារទីនេះឲ្យអូនចូលដែរនៅយប់ស្អែកក្នុង Colony House គេរៀបចំពិធីជប់លៀងឲ្យសមាជិកម្នាក់ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែលេងសប្បាយនៅខាងក្រោមបរិសម្នាក់ដែលលងស្នេហ៍ស្រីបិសាចនោះក៏បានលួចបាយពីគេមកជួបនាងនៅកន្លែងដដែលលើកនេះស្រីបិសាចនឹងអត់ញ៉ាំញ៉ាំដាក់គេទៀតទេដោយនាងបាននិយាយដាក់បរិសម្នាក់នេះទាំងស្ងួតស្ងាត់ថានាងលាគេតែត្រឹមហ្នឹងហើយដោយសារតែនាងទ្រាំនឹងការឈឺចាប់នេះលែងបានហើយព្រោះបរិសដែលនាងស្រឡាញ់អត់ហ៊ានបើកទ្វារឲ្យនាងចូលទៅចិត្តដោយសារតែគេខ្លាចនឹងខ្ពើមរអើមនាងយ៉ាងចឹងបែរខ្នងបំរុងដើរចេញពីទីហ្នឹងហើយបរិសម្នាក់នេះក៏ខាត់នឹងប្រាប់នាងថាកុំឲ្យនាងទៅចោលគេអីគេស្រឡាញ់នាងខ្លាំងណាស់រួចបរិសម្នាក់នេះក៏បើកទ្វារឲ្យបិសាចនេះចូលមកភ្លាមធាតុពិតរបស់ស្រីបិសាចនេះក៏លេចឡើងដោយតាមពិតទៅនាងអត់មានស្រឡាញ់បរិសហ្នឹងសូម្បីតែបន្តិចដែលអ្វីដែលនាងធ្វើទាំងអស់ហ្នឹងគឺដើម្បីតែបោកបរិសម្នាក់ហ្នឹងព្រមឲ្យគេបើកទ្វារឲ្យនាងចូលតែប៉ុណ្ណោះនាងក៏ដើរទៅថើបគេថើបបានតែបន្តិចនាងក៏ខំដាតបរិសម្នាក់ហ្នឹងឲ្យដាច់រួចនាងក៏បានខំស៊ីបរិសម្នាក់ហ្នឹងរហូតដល់គេស្លាប់បន្ទាប់មកបិសាចដទៃទៀតក៏នាំគ្នាចូលក្នុងផ្ទះនឹងដែររួចពួកវាក៏ចាប់ផ្ដើមដើរសម្លាប់មនុស្សនៅក្នុង Colony House
មនុស្សដែលនៅក្នុងនេះរត់ចាយជើងគ្នាតាមច្រកផ្សេងៗដែលពួកគេអាចរកឃើញចំណែក Julie វិញនាងរត់តាម Victor ដោយគាត់បាននាំនាងរត់ចូលក្នុងព្រៃបានតែបន្តិចអ្នកទាំងពីរក៏ប្រទះនឹងដើមឈើមួយដែលមានឈ្មោះថា Far Away Tree ដែលដើមឈើនេះវាមានសមត្ថភាពពិសេសនាំមនុស្សចូលទៅកន្លែងផ្សេងៗ Victor ដែលដឹងពីឥទ្ធិពលរបស់ដើមឈើមួយនេះក៏បានប្រាប់ Julie ថាឲ្យនាងចូលទៅក្នុងដើមឈើនឹងដើម្បីគេចពីបិសាចទៅហើយគេនឹងចូលក្នុងដើមឈើនឹងដែរបន្ទាប់ពីនាង Julie ចូលភ្លាមនាងក៏បានធ្វើដំណើរទៅដល់កន្លែងមួយដែលនាងអាចស្គាល់ទាល់តែសោះនាងរងចាំឡើងយូរប៉ុន្តែអត់ឃើញ Victor មកតាមពីក្រោយនាងនោះឡើយដែលធ្វើឲ្យនាងមានភាពភ័យខ្លាចកាន់តែខ្លាំងចំពោះឯអ្នកដទៃទៀតវិញពួកគេក៏រត់ទៅកន្លែងផ្សេងៗដើម្បីសុំឲ្យអ្នកភូមិជួយគឺមានតែ Boy ហើយនិងលោក Apocatry តែប៉ុណ្ណោះដែលហ៊ានចេញមកជួយហើយនៅពេលនោះផងដែរលោក Apocatry ក៏ត្រូវបានបិសាចនឹងសម្លាប់បាត់តែត្រឹមនេះហើយទម្រាំទៅដល់ពេលដែលថ្ងៃរះមកវិញគឺមានមនុស្សរហូតដល់តែជាង40នាក់ឯណោះដែលត្រូវបានបិសាចសម្លាប់ Julie ក៏បានចាក់ចេញពីទីនោះត្រឡប់មកភូមិវិញទាំងទឹកភ្នែកហើយលើកនេះនាងលែងរស់នៅ Colony House ទៀតហើយគឺនាងព្រមមករស់នៅជាមួយនឹងគ្រួសារនាងវិញចំណែក Victor វិញបើទោះបីជាគាត់ចូលទៅក្នុង Far Away Tree បន្ទាប់ពី Julie ពិតមែនប៉ុន្តែគាត់បាត់ខ្លួនឆឹងអត់មានអ្នកណាដឹងថាគាត់នៅទីណានោះឡើយបន្ទាប់ពីព្រឹត្តិការណ៍ដែលកើតឡើងកាលពីយប់មិញហ្នឹងធ្វើឲ្យមនុស្សនៅក្នុងភូមិនេះផ្លាស់ប្ដូរពួកគេក៏ចាប់ផ្ដើមរិះរកវិធីផ្សេងៗដើម្បីចាកចេញពីភូមិនេះដោយ Jade គេរកឃើញគំនិតមួយគឺគេបានយកឧបករណ៍ផ្សេងៗដែលចេញពីឡានរបស់គេនិងឡានរបស់ Jim ដើម្បីមកធ្វើជាវិទ្យុតាក់ទងដើម្បីតាក់ទងទៅសុំជំនួយពីពិភពខាងក្រៅសូមបញ្ជាក់តែទាំងអស់គ្នានៅក្នុងភូមិនេះមានរឿងចម្លែកមួយទៀតគឺវាមានអគ្គិសនីអាចឲ្យពួកគេបើកភ្លើងប្រើប្រាស់បានប៉ុន្តែគឺអាចប្រើបានតែចំពោះឧបករណ៍អគ្គិសនីផ្សេងៗដែលមានស្រាប់នៅក្នុងភូមិនឹងតែប៉ុណ្ណោះបើសិនជាឧបករណ៍ដទៃទៀតដែលដោយមកជាមួយឡានឬក៏ជាមួយមនុស្សពីមជ្ឈដ្ឋានខាងក្រៅរបស់ទាំងនោះអត់មានដំណើរការនៅក្នុងភូមិនេះនោះឡើយប៉ុន្តែ Jade គេឆ្លាតមែនតើគឺគេអាចកែច្នៃឧបករណ៍ពីមជ្ឈដ្ឋានខាងក្រៅភ្ជាប់ជាមួយឧបករណ៍ដែលមាននៅក្នុងភូមិនឹងស្រាប់បង្កើតបានជាឧបករណ៍តាក់ទងបានសម្រេចប៉ុន្តែដោយសារតែសេវាវាខ្សោយវាអាចតាក់ទងទៅក្រៅបានឡើយដូច្នេះ Jade ក៏បានទៅសុំឲ្យអ្នកភូមិរួបរวมគ្នាសង់អង្តែនមួយដើម្បីបង្កើនសេវារបស់វាចំពោះ Tabitha វិញនាងអត់បានមកជួយអ្នកភូមិសាងសង់អង្តែននោះទេដោយសារតែនាងឆ្ងល់អំពីរឿងអគ្គិសនីនៅក្នុងភូមិនេះដូច្នេះនាងក៏ប្រឹងជីកដីនៅក្រោមផ្ទះរបស់នាងដើម្បីស្វែងរកការពិតចំពោះ Boy វិញគេក៏បានមកជួយអ្នកភូមិសាងសង់អង្តែនដូចគ្នាគឺគេសុកចិត្តធ្វើដំណើរចាកចេញពីភូមិនេះដើម្បីរកច្រកចេញពីភូមិនេះដោយខ្លួនឯងតែម្ដងប៉ុន្តែ Boy អត់បានធ្វើដំណើរចាកចេញពីភូមិនឹងតែម្នាក់ឯងទេគឺគេបាននាំសារ៉ាទៅជាមួយផងដែរធ្វើដំណើរយូរបន្តិច Boy និងសារ៉ាក៏ទៅដល់កន្លែងមួយដែលជាកន្លែងឆ្ងាយបំផុតដែលអ្នកភូមិនេះលែងហ៊ានឆ្លងកាត់សារ៉ាប្រាប់ Boy ថាកុំឲ្យធ្វើដំណើរទៅមុខទៀតអីប៉ុន្តែ Boy មិនត្រឹមតែស្ដាប់ទេថែមទាំងបង្ខំឲ្យនាងបន្តដំណើរទៅជាមួយគេផងដែរដើរទៅមុខយូរទៀតអ្នកទាំងពីរក៏ទៅដល់ដើមឈើមួយដែលមានចងដបនៅលើហ្នឹង Boy ឃើញមានក្តារនៅក្នុងដបហ្នឹងគេក៏ព្យាយាមយកដបហ្នឹងដើម្បីបានក្តារហ្នឹងមកអានតែភ្លាមនោះសារ៉ាក៏ចាប់ផ្ដើមឈឺក្បាលប្រកាច់រួចនាងក៏ស្លាប់បាត់ទម្រាំតែសារ៉ាដឹងខ្លួនវិញគឺវាយប់បាត់ទៅហើយដោយ Boy បានបោះតង់មួយនិងចងថ្មសុវត្ថិភាពនៅកណ្ដាលតង់រួច Boy ក៏បានយកក្តារដែលគេយកចេញពីដបហ្នឹងមកអានដោយនៅលើក្តារហ្នឹងគឺមានពាក្យតែមួយម៉ាត់តែប៉ុណ្ណោះដែលវាគឺជា1864បន្ទាប់ពីនេះអ្នកទាំងពីរក៏ឮសំឡេងអ្វីម្យ៉ាងដើរសម្ដៅមកកាន់ពួកគេហើយភ្លាមនោះក៏ស្រាប់តែបន្ទាប់ពីគ្រប់យ៉ាងស្ងប់ស្ងាត់វិញសំឡេងនេះក៏បន្លឺឡើងហើយភ្លើងដ៏ភ្លឺមួយក៏បញ្ចាំងមកកាន់តង់របស់ពួកគេ Boy និង Sarah អង្គុយចាំនៅក្នុងតង់នឹងរហូតដល់មេឃភ្លឺវិញទើបពួកគេហ៊ានចេញមកក្រៅអ្នកទាំងពីរប្លែកចិត្តមែនតើដោយសារតែពេលដែលចេញមកវិញគឺឃើញសុទ្ធតែសបុកពេញពីងរុំឡើងពេញហ្នឹងឃើញបែបនេះ Sarah កាន់តែអត់ស្រួលក្នុងចិត្តកាន់តែព្យាយាមបោឲ្យ Boy ត្រឡប់ក្រោយវិញទៅប៉ុន្តែ Boy អត់ព្រមទេបន្តិចក្រោយមក Boy ក៏ឮសំឡេងនារីម្នាក់ស្រែកសុំជំនួយគេក៏រត់សម្ដៅទៅប្រភពសំឡេងហ្នឹងយ៉ាងលឿននៅពេលទៅដល់ Boy ឃើញប្រពន្ធរបស់គេកំពុងតែរុំព័ទ្ធដោយសបុកពេញពីងគេចម្លែកចិត្តមែនតើពីព្រោះថាប្រពន្ធរបស់គេបានស្លាប់ជាយូរមកហើយចុះស្អីដែលកំពុងតែនៅមុខគេហ្នឹងគឺជាអ្វីភ្លាមនោះក៏ស្រាប់តែ
បយរឿខ្លួនចាញ់វិញទាំងស្លន់ស្លោត្រឡប់មកកាន់ភូមិចម្លែកនេះវិញដោយសារតែមានការសហការគ្នាយ៉ាងស្វាហាប់ពួកគេក៏អាចសាងសង់អង្គតែនមួយបានដោយជោគជ័យដូច្នេះមិនមកអង្គយូរឡើយពួកគេក៏ប្រញាប់ធ្វើការតាក់ទងទៅសុំជំនួយពីខាងក្រៅតើគ្នាដឹងមកយ៉ាត់រឿងនឹងតាំងពីដើមមកមេឃស្លាដែលមានភ្លៀងឯងប៉ុន្តែគ្រាន់តែប្រជាជនភូមិនេះអាចសាងសង់ឧបករណ៍តាក់ទងបានបែបនេះមេឃក៏ស្រាប់តែងងឹតប្រែជារកភ្លៀងទៅវិញដោយដឹងថាព្យុះភ្លៀងមួយហ្នឹងវានឹងធ្វើឲ្យគ្រប់យ៉ាងដែលពួកគេខំសាងសង់នឹងខ្ទេចខ្ទីដូច្នេះពួកគេក៏ព្យាយាមតាក់ទងទៅសុំជំនួយឲ្យកាន់តែលឿនពួកគេបានបដូរហ្វ្រេកង់ជាច្រើនប៉ុន្តែនៅតែទទួលបានការឆ្លើយតបមកវិញខណៈពេលដែលកំពុងតែអស់សង្ឃឹមពួកគេក៏ទទួលបានការឆ្លើយតបមកវិញគ្រប់គ្នាសប្បាយចិត្តមែនតើហើយក៏ប្រញាប់ធ្វើការសុំជំនួយសម្លេងម្ខាងទៀតអត់ខ្វល់ពីអ្វីដែលអ្នកនៅខាងនេះនិយាយទេគេក៏និយាយមកវិញថាសួស្ដីជីមពួកយើងមានរឿងមួយចង់ពមៀនឯងគឺប្រពន្ធរបស់ឯងហ្នឹងមិនគួរណាទៅជីកដីក្រោមផ្ទះនោះឡើយស្ដាប់ឮបែបនេះភ្លាមជីមដឹងភ្លាមថាអ្នកដែលនិយាយមកតាមឧបករណ៍នេះមិនមែនជាមនុស្សនោះទេវាគឺជាបេសាយដែលបានអុកឡុកភូមិរៀងរាល់យប់នេះឯងដោយគិតថាប្រពន្ធរបស់គេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់គេក៏ទុកអានឹងចោលរួចប្រញាប់រត់ត្រឡប់មកផ្ទះរបស់គេវិញយ៉ាងលឿនខណៈពេលនឹងដែរថាបាសាបានជីកដីដល់កន្លែងមួយដែលស្ទាបទៅវាគឺជាស្រទាប់ថ្មនាងក៏បានយកចបវាយបំបីថ្មហ្នឹងវាក៏បាក់ដែលធ្វើឲ្យនាងធ្លាក់ចូលក្នុងនោះថាបាសាទៅដល់កន្លែងមួយដែលមានសញ្ញាចម្លែកជាច្រើនភ្លាមនោះវេកដែលបានបាត់ខ្លួនតាំងពីពេលដែលមានរឿងនៅ Colony House នោះក៏លេចមកឡើងនឹងនិយាយប្រាប់ថាបាសាថាប្រញាប់មកតាមគេមកនៅទីនេះលែងមានសុវត្ថិភាពទៀតហើយរួចនាងក៏ទៅតាមស្របពេលនឹងដែរចំពោះ Boy និង Sarah វិញគេកំពុងតែធ្វើដំណើរទាំងទឹកភ្លៀងអ្នកទាំងពីរក៏បានឮសំឡេងនេះម្ដងទៀតមើលទៅកាន់ប្រភពសំឡេងនឹងទៅពួកគេក៏ឃើញប៉មដ៏ខ្ពស់មួយដែលមានបញ្ចាំងភ្លើង Boy ចង់ធ្វើដំណើរទៅកន្លែងនោះប៉ុន្តែដោយសារតែភ្លៀងខ្លាំងពេកធ្វើឲ្យពួកគេអាចទៅបានទៀតឡើយភ្លាមនោះក្មេងប្រុសដែលស្លៀកពាក់សម្នាក់នេះក៏លេចឡើងនិងប្រាប់សារ៉ាថានៅទីនេះអត់មានសុវត្ថិភាពទេឆាប់ឲ្យសារ៉ានិង Boy ចូលទៅក្នុង Fairway Tree សារ៉ាក៏ឲ្យ Boy ចូលមុននាងរួចនាងចូលតាមក្រោយប៉ុន្តែលើកនេះគឺដូចពេលដែល Julie និង Victor ដែរដើមឈើនេះវាបាននាំពួកគេទៅកន្លែងពីរខុសៗគ្នាយើងអត់ដឹងទេថាសារ៉ាត្រូវបាន Fairway Tree នឹងនាំទៅទីណាប៉ុន្តែចំពោះ Boy វិញត្រូវបាន Fairway Tree នឹងនាំទៅកន្លែងមួយដែលតូចចង្អៀតនិងងងឹតនៅក្នុងភូមិនេះវិញម៉ាស៊ីនចាក់ចម្រៀងមួយនេះក៏បើកដំណើរការដោយខ្លួនឯងម្ដងទៀតហើយឡានក្រុងមួយដែលពោពេញទៅដោយមនុស្សក៏មកដល់ភូមិនេះដែររដូវកាលទី1នៃរឿងនេះចប់ដោយអាចកំបាំងច្រើនជាងពេលដែលចាប់ដើមរឿងនឹងទៅទៀតតើវិញ្ញាណដែលប្រាប់ឲ្យសារ៉ាដើរសម្លាប់មនុស្សនឹងមានបំណងល្អឬក៏បំណងអាក្រក់ក្មេងប្រុសដែលស្លៀកពាក់សនោះគឺជាអ្នកណាហើយតើមនុស្សនៅក្នុងឡានក្រុងមួយនោះមកជាប់ក្នុងភូមិនេះដែរនឹងមានរឿងអ្វីកើតឡើងចង់ដឹងមានតែរងចាំទស្សនាវគ្គ 2 ឯងបាយបាយ